ព័ត៌មានដូរភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី22ខែមិថុនាឆ្នាំ2026 គណៈសហរដ្ឋអាមេរិកបានប្រកាសអនុញ្ញាតឲ្យអ៊ីរ៉ង់អាចលក់ប្រេងនិងផលិតផលប្រេងរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិជាបណ្ដោះអាសន្នរយៈពេល60ថ្ងៃបាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទអញ្ចឹងអាមេរិកបន្ធូរទណ្ឌកម្មប្រេងលើអ៊ីរ៉ង់អនុញ្ញាតឲ្យលក់ប្រេងឡើងវិញគណៈកិច្ចចរចាសន្តិភាពកំពុងរីកចម្រើនក្រសួងរដ្ឋាភិបាលអាមេរិកបានចេញអាជ្ញាប័ណ្ណទូទៅ General License ដែលអនុញ្ញាតឲ្យមានការផលិតការដឹកជញ្ជូនការធានារ៉ាប់រងការទូទាត់ប្រាក់និងការនាំចូលប្រេងអ៊ីរ៉ង់ឡើងវិញរហូតដល់ថ្ងៃទី21សីហាឆ្នាំ2026បាទចំណុចនេះផងដែរគឺជាដំណឹងល្អខ្លាំងមែនទែនបាទនេះគឺជាការបន្ធូរទណ្ឌកម្មដ៏ធំបំផុតមួយលើអ៊ីរ៉ង់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបន្ទាប់ពីអ៊ីរ៉ង់បានរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងពីអាមេរិកអស់រយៈពេលយូរមន្ត្រីអាមេរិកបានបញ្ជាក់ថាការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលមានគោលបំណងជំរុញឲ្យកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់បន្តទៅមុខដោយជោគជ័យទោះបីជាអាមេរិកបានបន្ធូរទណ្ឌកម្មក៏ដោយប៉ុន្តែអ៊ីរ៉ង់មិនអាចទទួលបានអត្ថប្រយោជន៍ទាំងនេះដោយគ្មានលក្ខខណ្ឌនោះទេយោងតាមមន្ត្រីអាមេរិកអ៊ីរ៉ង់ត្រូវគោរពការបដិញ្ញាចិត្តជាច្រើនរួមមានការអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ចូលត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងធានាថានាវាពាណិជ្ជកម្មអន្តរជាតិអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហាម៉ូសបានដោយសេរីជាមួយគ្នានេះដែរភាគីទាំងពីរក៏បានឯកភាពលើផែនទីបង្ហាញផ្លូវរយៈពេល60ថ្ងៃដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នាពេលខាងមុខក្រៅពីបញ្ហាប្រេងការចរចានៅស្វីសក៏បានពិភាក្សាអំពីស្ថានភាពនៅលីបង់បញ្ហាទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កនិងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ាផងដែរលោក Jenny Vance អនុប្រធានាធិបតីអាមេរិកបាននិយាយថាកិច្ចពិភាក្សាចុងសប្តាហ៍កន្លងទៅបានបង្កើតមូលដ្ឋានដ៏ល្អសម្រាប់កិច្ចព្រមព្រៀងចុងក្រោយក្រោយការប្រកាសរបស់អាមេរិកទីផ្សារប្រេងពិភពលោកបានឆ្លើយតបភ្លាមតម្លៃប្រេងឆៅនិងប្រេងម៉ាក WTI បានធ្លាក់ចុះជាង 3% ដោយសារវិនិយោគិនជឿថាការវិលត្រឡប់របស់ប្រេងអ៊ីរ៉ង់ទៅកាន់ទីផ្សារពិភពលោកនឹងជួយបង្កើនការផ្គត់ផ្គង់ប្រេងនិងកាត់បន្ថយហានិភ័យខ្វះថាមពលអ្នកវិភាគសេដ្ឋកិច្ចជាច្រើនយល់ថាប្រសិនបើកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់បន្តជោគជ័យនោះវាអាចជួយស្ថិរភាពទីផ្សារប្រេងកាត់បន្ថយភាពតានតឹងនៅមជ្ឈមបូព៌ានិងជួយសេដ្ឋកិច្ចពិភពលោកឲ្យមានភាពប្រសើរឡើងទោះជាយ៉ាងណាអ្នកជំនាញក៏ព្រមានដែរថាការអនុញ្ញាតនេះមានសុពលភាពត្រឹមតែ60ថ្ងៃប៉ុណ្ណោះប្រសិនបើអ៊ីរ៉ង់មិនគោរពតាមការបដិញ្ញាចិត្តរបស់ខ្លួនទណ្ឌកម្មអាចត្រូវបានដាក់ឡើងវិញគ្រប់ពេលសរុបមកការសម្រេចចិត្តរបស់អាមេរិកក្នុងការអនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងឡើងវិញគឺជាសញ្ញាវិជ្ជមានដ៏សំខាន់មួយសម្រាប់ដំណើរការសន្តិភាពប៉ុន្តែលទ្ធផលចុងក្រោយនៅតែអាស្រ័យលើថាភាគីទាំងពីរអាចអនុវត្តតាមកិច្ចព្រមព្រៀងនិងរក្សាការជឿទុកចិត្តគ្នាបានដែរឬក៏យ៉ាងណាបាទនេះគឺជាព័ត៌មានមួយដែលយើងគិតថាល្អមែនទែនបាទប្រិមិត្តអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច like Subscribe ម្នាក់មួយផងអរគុណច្រើនជម្រាបលា